ស្ដីដល់បងប្អូនថ្នាក់ទី8ទាំងអស់គ្នាអញ្ចឹងខ្ញុំមានលំហាត់ចំនួន2ដែលលំហាត់នេះជាលំហាត់ប្រតិបត្តិទំព័រទី18ហើយជាលំហាត់ប្រតិបត្តិទំព័រក្រោមគេទាំងអស់អញ្ចឹងលំហាត់អក្សរកនិងអក្សរខអក្សរកគឺលំហាត់ដក2នៅលើ3ស្វ័យគុណវារួមគឺ4អញ្ចឹងយើងធ្វើអក្សរកមុនហើយចាំយើងធ្វើអក្សរខតាមក្រោយអញ្ចឹងមុននឹងធ្វើលំហាត់ហ្នឹងយើងត្រូវតែចាំរូបមន្តមួយគឺរូបមន្តកណានៅលើ B ស្វ័យគុណ n អញ្ចឹងស្វ័យគុណរួមវា n អញ្ចឹងវាស្មើនឹង a ស្វ័យគុណ n នៅលើ B ស្វ័យគុណ n បន្ទាប់មកតទៅពីយើងចាំរូបមន្តហ្នឹងយើងអាចធ្វើលំហាត់ខាងលើបានហើយចុះហើយយើងដាក់យើងបំលែងអានេះស្វ័យគុណ4នៅលើ3ស្វ័យគុណ4បន្ទាប់មកយើងមិនមែនយកស្វ័យគុណហ្នឹង2ហ្នឹងគុណជាមួយនឹងស្វ័យគុណទេមានន័យថាយក2ចំនួនគុណគ្នាចំនួន4ដងហើយយើងត្រូវចាំមួយទៀតកាលណាស្វ័យគុណគូមានន័យថាស្វ័យគុណហ្នឹងចែកបានចែកនឹង2បានគឺតម្លៃហ្នឹងជាតម្លៃអវិជ្ជមានអញ្ចឹងណាស្វ័យគុណគូគឺបាត់ហើយបាត់តម្លៃអវិជ្ជមានហើយទៅជាតម្លៃវិជ្ជមានម្ដងវាបានជាវាបានដក2គុណនឹងដក2នៅលើអានេះគុណគ្នា3នេះគុណគ្នាចំនួន4ដងដូចគ្នា3តមកនេះដកប៉ះដកវាចេញបូកអញ្ចឹង2អានេះដកប៉ះដកទៀតវាចេញបូកដូចគ្នាអញ្ចឹងវាបាត់លេខហ្នឹងវាបាត់តម្លៃអវិជ្ជមានហើយអញ្ចឹងបាន2គុណ2អាន4គុណនឹង2អាន8គុណនឹង2បាន16អាក្រម3គុណនឹង8បាន9គុណនឹង3បាន27គុណនឹង3បាន81លេខហ្នឹងយើងសំដៅវាគឺស្មើប៉ុណ្ណឹងដល់ពេលអក្សរខម្ដងអក្សរខគឺ a ស្មើគុណ4គុណនឹង b ស្មើគុណដក2នៅលើ c ស្មើគុណ3ស្មើគុណរួមវាគឺ2បន្ទាប់មកយើងបំលែងដូចបំលែងវាចូលរូបមន្តដូចចឹងវិញមកស្វ័យគុណ4គុណនឹង b ដក2ស្វ័យគុណ2នៅលើ c តមកវាចូលរូបមន្តមួយទៀតគឺកណាជា a ស្វ័យគុណ m គុណ n ចឹងវាស្មើនឹង a ស្វ័យគុណ m គុណនឹង n ចឹងវាស្មើនឹងអានេះគុណមកបាន a ស្វ័យគុណ8អានេះគុណមកបាន a ស្វ័យគុណដក4អាក្រមវាស្មើនឹង c ស្វ័យគុណ6គុណនឹង6បន្ទាប់មកកាលណាស្វ័យគុណអវិជ្ជមានយើងត្រូវបំលែងទៅជាស្វ័យគុណវិជ្ជមានអញ្ចឹងវាចូលរូបមន្តមួយទៀតគឺរូបមន្ត a ស្វ័យគុណដក n អញ្ចឹងវាស្មើនឹង1នៅលើ a ស្វ័យគុណ n នេះយើងឃើញបំលែង ab នេះដែលថា ab នេះស្វ័យគុណវាជាស្វ័យគុណអវិជ្ជមានអញ្ចឹងខ្ញុំបំលែងទៅជាស្វ័យគុណវិជ្ជមានអញ្ចឹងយើងចាត់ទុកអានេះb នេះ a មកហើយចាត់ទុកដក4នេះជា n មកតមកយើងបំលែងអានេះជា b មកអានេះជាយើងចាត់ទុកអានេះជាស្វ័យគុណដក4មកអញ្ចឹងវាបានជាវាបាន ស្វ័យគុណ8អានេះយើងមិនចាត់ទុកឲ្យវាចូលរូបមន្តនេះមក
lại nhá lại bé phải con độ 4 ấy vì sao nàyយើងចាត់ទុកឲ្យវាចូលរូបមុនហើយវាថា1 b phải con 4 ចឹងអាម្ដុំនេះអាដក b ហ្នឹងវាស្មើប៉ុណ្ណេះស្មើប៉ុណ្ណឹងចឹងយើងឡើងសរសេរដក a ដកស្វ័យកូនដក 4 មកសន្ធប់ b ស្វ័យកូនដក 4 មកយើងបំលែងវាចូលចេះមកចឹងវាស្មើនឹង1នៅលើ b ស្វ័យកូន4នៅលើ c ស្វ័យកូន6បន្ទាប់មកយើងគុណអានេះជាផកគុណយើងគុណឡើងលើមកវាស្មើនឹង a ស្វ័យកូន8នៅលើ b ស្វ័យកូន4នៅលើ c ស្វ័យកូន6តោះមកយើងគុណមកយើងគុណឲ្យចិត្តនឹងចិត្តគ្នាមកវាស្មើនឹង a ស្វ័យកូន8នៅលើនេះវាគុណអត់កើតទេដោយសារថាអថេវាដូចខុសគ្នាសន្ទុះអញ្ចឹងវាស្មើនឹង c ស្វ័យកូន6 b ស្វ័យកូន4អញ្ចឹងចម្លើយវាមានតែប៉ុណ្ណឹងសំខាន់ឲ្យតែយើងចាំរូបមុនគឺយើងអាចធ្វើវាបានហើយអរគុណសម្រាប់ការតាមដាន